ជំរាបសួរអ្នកទាំងអស់គ្នាពេលនេះសូមជម្រាបតាមដានរឿង One Piece បន្តទៀតវីដេអូថៃនេះចាប់ផ្ដើមពីការប្រកួតនៅក្នុង Block C ដែលមាន Luffy ជាបេក្ខជនម្នាក់នៅក្នុងនោះផងដែរមុនការប្រកួតចាប់ផ្ដើមគេបានឃើញ Carbonis ចោលរត់ចូលទៅក្នុងទីលានប្រកួតដើម្បីប្រយុទ្ធជាមួយនឹង Luffy តែត្រូវបានគេឃាត់ដោយសារតែគាត់នៅក្នុង Block D បន្តិចក្រោយមកបន្ទាប់ពីស្រីស្អាត3គូងបេក្ខជនទាំងអស់ដែលនៅលើទីលានប្រកួតចាប់ផ្ដើមប្រយុទ្ធគ្នាWhy? Was that so that close? Thank you. ដល់ពេលនោះដោយសារតែ Luffy ប្រឡូកដៃបាយគេមានអ្នកខ្លះសោកស័យថា Luffy នឹងគឺ Luffy ហើយដោយសារតែខ្លាចគេដឹង Luffy ត្រូវបាយប្រយ័ត្នប្រយែងអត់ហ៊ានប្រឡូកដៃប្រឡូកជើងទៀតទេទោះជាយ៉ាងណាអាក្បៃបាយធម្មតារបស់គាត់ក៏ខ្លាំងគួរសមដែរដល់ពេលឃើញ Luffy ខ្លាំងគេមានបេក្ខជនមួយចំនួនបានរួបរวมគ្នាដើម្បីចាត់ការ Luffy កៅមុនសិនតែគ្មាននរណាអាចធ្វើអី Luffy បានទេក្រោយមកបន្តិចអាបេក្ខជនធំឲ្យមានអាការដង Luffy ឡើងអពិតឃើញគេអ្នកដែលគ្រប់គ្រង Luffy មានការស្លុតគេជាមួយនឹងគាត់ខ្លាំងណាស់ប៉ុន្តែមិនយូរប៉ុន្មានទេ Luffy បានងើបដៅអ្វីហើយរឿងអាតបេក្ខជនធំធ្លាក់ទឹកព្រមកាត់ទៅមើលសភាពការពិភពលោកអាផ្លែនៅពេលនេះមកនេះកសែតបានអាប់ដេតព័ត៌មានថ្មីដែលថាព័ត៌មានដែលថា Do Flamingo លាលែងពីតំណែង Warlord ការពីព្រឹកមិញគឺជាកំហុសដោយអចេតនាទេមានន័យថានៅពេលនេះ Do Flamingo នៅតែជា Warlord ដដែលកាត់ទៅមើលនៅកោះ Green Beach ពេលនេះ Law កំពុងតែប្រជុំមុខជាមួយនឹង Do Flamingo ហើយនៅ Emerald Fujitora គោលបំណងរបស់ Do Flamingo ដែលតែទីនោះគឺច្បាស់ខ្លាំងណាស់គឺគាត់ចង់យកស៊ីសាត្រឡប់ទៅវិញហើយនៅសម្រាប់ Law ចោលប៉ុន្តែ Law មិនព្រមបកគលស៊ីសាទៅឲ្យគាត់ទេដោយសារតែ Do Flamingo មិនបានលាលែងពីអំណាចជា Warlord ដូចបានសន្យាគ្នាចំណែក Fujitora ទៅកាត់ទីនោះមិនមែនគាត់សុំកលុំគ្នាជាមួយ Do Flamingo ទេគាត់គ្រាន់តែចង់ណែនថា Law ពិតជាចោលស្ព័ន្ធភាពជាមួយនឹង Luffy មែនអត់បើសិនជាមែនវាខុសច្បាប់ Warlord ហើយ Law នៅបាត់តំណែងជា Warlord តែពេលដល់ពេលនោះ Law ឲ្យកុហក Fujitora ថា Luffy គឺជាកូនចៅរបស់គាត់មិនមែនជាសម្ព័ន្ធមិត្តរបស់គាត់ទេប៉ុន្តែ Law មិនខេកុហកហើយនិយាយប្រាប់ Fujitora តាមត្រង់ថា Luffy គឺជាសម្ព័ន្ធមិត្តរបស់គាត់ដល់ទៅពេលអញ្ចឹង Fujitora ក៏ប្រកាសដកតំណែង Warlord របស់ Law ហើយគាត់ត្រូវចាប់ Law ដោយសារតែ Law ជាចៅសមុទ្របែរដែល Fujitora ប្រើនៅពេលនោះរៀងជ្រុលបន្តិចគឺគាត់ទាញទម្លាក់ឯកកាយមកបុក Law តែម្ដងប៉ុន្តែវាមិនមែនប៉ះពាល់ដល់ Law ទេ No Flamingo ហើយនឹងគាត់ខ្លួនឯងក៏ប៉ះពាល់ដែរប៉ុន្តែវាមិនអីទេពួកគេម្នាក់សិតតែមានវិជាគុណខ្លះអាចការពារខ្លួនឯងបានក្បាច់ដែល Fujitora ប្រើនៅពេលនោះបានធ្វើឲ្យរំជួយដល់ក្នុងព្រៃក្រែនៅ Robin ហើយនៅ Usopp នៅពេលនោះ Usopp ហើយជាងគេហើយផ្លុំមកនិយាយថាគាត់នឹងចោលស្លាប់ទេប៉ុន្តែដោយសារតែខ្លាយ follower របស់គាត់ unfollow គាត់ចោល Usopp ក៏កុហកពួកគេថាការរំជួយនឹងគឺមកពីគាត់បាហាធីសម្ដីកុហករបស់ Usopp នៅពេលនោះក្រុមថនថាថានងគ្រាជាទាំងស្រុងបន្ទាប់មកសមាជិកថនថាថាម្នាក់ឈ្មោះ Leo បានឲ្យគេយកសាច់ត្រីដ៏ស្នៃមកឲ្យ Usopp ញ៉ាំនៅពេលនោះ Usopp បានញ៉ាំបដាហើយនិយាយគាត់បដាថាសាច់ត្រីនេះឆ្ងាញ់ដោយសាច់ស៊ីខីដែលគាត់ធ្លាប់ញ៉ាំរត់ដងដែរនៅពេលនេះ Usopp ដឹងហើយថាក្រុមថនថានេះមានទុយមែនតែខ្លាំងណាស់អាចចាប់ត្រីដ៏ស្នៃមកធ្វើម្ហូបបានបន្ទាប់មក Usopp ហើយ Robin បានចាប់អារម្មណ៍ឃើញរូបចម្លាក់របស់ Norland នៅទីនោះ Norland គឺជាអ្នករੂដ៏ស្រាវជ្រាវកាលពីជាង100ឆ្នាំមុនដែលបានរកឃើញទីក្រុងមាននៅកោះចាយ៉ាហើយ Leo បានប្រាប់ថា Norland គឺជាវីរបុរសរបស់ពួកគេកាលពីជាង100ឆ្នាំមុន Norland បានជួយការពារប្រទេសរបស់ពួកគេពីក្រុមជនអាក្រក់ដល់ពេលអញ្ចឹង Usopp ក៏បានអួតប្រាប់ពួកគេទៀតថាគាត់នៅហើយគឺជាកូនចៅផាសនារបស់ Norland ធ្វើឲ្យពួកគេជាហើយគិតថាពេលនេះវីរបុរសមកជួយពួកគេហើយអញ្ចឹងហើយទៅស្ដេចរបស់ពួកគេឈ្មោះ Gancho បាន帮ឲ្យ Usopp ជួយដឹកនាំតទៅប្រយុទ្ធជាមួយនឹង Do Flamingo នៅពេលនេះ Usopp ចាប់ផ្ដើមបាយញើសផៃខ្លួនញញឹមដូចស្វាដែលសារសពគេបានឲ្យគាត់ទៅប្រយុទ្ធជាមួយនឹង Warlord សារមកគាត់ហើយមកពីគាត់ប្រកាសអួតពេកឥឡូវសូមផ្លាស់ប្ដូរបរិយាកាសត្រឡប់ទៅមើលការប្រកួតរបស់ Luffy វិញម្ដងនៅពេលនេះ Luffy កំពុងតែប្រឈមមុខជាមួយនឹងសត្វក្បីពិឃាតមួយក្បាលហើយគណៈកម្មការបានប្រាប់ថាការប្រកួតលើកមុនក្បីពិឃាតនោះស្លាប់មនុស្សអស់ច្រើនអ្នកហើយនៅពេលនោះក្បីពិឃាតនឹងអន់និយាយគ្នាសិនទេក៏មកសម្ដៅទៅរក Luffy តែ Luffy បានប្រើហ្គេទី2គេចបានរហូតចុងក្រោយ Luffy បានប្រើខំក្រៅហាគីបង្ក្រាបក្បីនោះរួចហើយក៏ប្រមូលវាធ្វើជាមិត្តភ័ក្តិរបស់គាត់កាត់តែមើលនៅទូសាននេះពេលនេះក្រុមតំបន់ Nami បានឃើញនៅក្នុងកាមានទូបបានខ្លាយទៅជារូបគំនូរបាត់ទៅហើយអ្នកដែលធ្វើរឿងនេះគឺកូនចៅរបស់ Do Flamingo ម្នាក់ឈ្មោះ Giola សមត្ថភាព Devil Fruit របស់ Giola មិនត្រឹមតែធ្វើឲ្យរបស់ខ្លាយទៅជារូបគំនូរទេសូម្បីតែគ្លីនគ្នារបស់ Nami ដែលជាមនុស្សតែមួយនាក់គាត់អាចធ្វើឲ្យខ្លាយទៅជារូបគំនូរបានផងដែរនៅពេលនោះ Giola បានទាមទារឲ្យ Nami បកគល Momonosuke ឲ្យគាត់ហើយក៏សន្យាថានឹងធ្វើឲ្យគ្នារបស់ Nami ខ្លាយទៅជាមនុស្សវិញប៉ុន្តែយើងប្រហែលជាស្មានដឹងហើយថា Nami មិនយល់ព្រមទេដល់ពេលនោះពួកគេបាននាំគ្នាជិះកិច្ចឲ្យឆ្ងាយពីទូសាននេះដើម្បីកុំឲ្យ Giola ធ្វើឲ្យប៉ះពាល់ដល់ទូសាននេះច្រើនជាងនឹងទៀតប៉ុន្តែដូចជាអត់ប្រយោជន៍ទេក្រោយមក Giola បានប្រើខ្លាយទូសាននេះទាំងមូលឲ្យខ្លាយទៅជារូបគំនូរកាត់ទៅមើលសានជីហើយនៅ Violet ពេលនេះពួកគេកំពុងតែរត់គេចចេញពីការតាមវាយប្រហាររបស់ក្រុមអាចារ្យចែមWhat's more
ក្រោយមកបន្ទាប់ពីរត់ទៅដល់កន្លែងសុវត្ថិភាពបន្តិច Violet បានឲ្យផានទីរោងចក្ររបស់ No Flamingo ទៅឲ្យ Sanji សម្រាប់ Violet នេះអត់មានសង្ឃឹមថាអាចរួចចេញចំណាប់ដៃរបស់ No Flamingo ទេប៉ុន្តែ Sanji បានឲ្យនាងទៅលាក់ខ្លួននៅកំពង់ផែ Pig Hunt សិនពេលរួចពីការងារគាត់នឹងទៅជួបនាងបន្ទាប់ពី Violet ចេញទៅផុតបន្តិច Kinemon បានមកជួប Sanji មិនដឹងថាមកពីណាទេពេលនោះមានមនុស្សមួយក្រុមតាមរករឿងគាត់ផងដែរតែត្រូវបាន Sanji តរនៃកគ្នាយើងត្រឡប់ទៅមើលការប្រកួតនៅ Block C បន្តទៀតពេលនេះការវិយុទ្ធកាន់តែឡើងកម្ដៅខ្លាំងហើយបេក្ខជនដែលតាក់ទាញកាយចាប់អារម្មណ៍ពីអ្នកមើលខ្លាំងគឺយៈម្នាក់ឈ្មោះ Hyrule មកពីនគរ Elbaf គណៈកម្មការមកប្រកាសថាមើលទៅគ្មាននរណាគេអាចក្ដួលយៈ Hyrule បានទេប៉ុន្តែនៅពេលនោះស្រាប់តែ Luffy ជីកបីព្រៃមកដល់ធ្វើឲ្យក្រុមអ្នកមើលហូមជ្រៅពេញចិត្តជាមួយគាត់ខ្លាំងណាស់សូម្បីតែគណៈកម្មការក៏ជា fan របស់គាត់ដែរប៉ុន្តែ Cavani swing ចំណែនពេលឃើញ Luffy មានមកគៀព្រៃអញ្ចឹងចំណែក Rebecca ដែលនៅក្បែរហ្នឹងគិតថា Luffy ទៅសពથઈឈួតតែនឹងជឿចិត្តគាត់នៅពេលនោះ Luffy បានជីកបីព្រៃបោកបបិចជើងពេញទីលានប្រកួតយ៉ាងសប្បាយចិត្តតែមិនប្រយ័ត្នក៏បានទៅបោកត្រីជើងយៈ Hyrule នៅពេលនេះ Vivo ធំហើយយៈ Hyrule អត់លើកលែងឲ្យ Luffy ទេក៏សុទ្ធ Luffy ម្ដាយកប់ដីទាំងមនុស្សទាំងកបីដែលបានឃើញរឿងហ្នឹងនោះគ្នាស្លុតទៀតអាណត្តិ Luffy យ៉ាងខ្លាំងលើលែងតែ Cavendish ក្រោយមកបន្តិចគេបានឃើញ Luffy ងើបឡើងមកវិញទាំងអាកបីរបស់គាត់ទាំងទឹកមុខក្រៀមក្រំហើយមកទៅ Luffy មិនឲ្យយៈ Hyrule រួចខ្លួនបានទេពេលដែលយៈ Hyrule ហ៊ានធ្វើបាបកបីព្រៃរបស់គាត់អញ្ចឹងដោយយើងស្មានខុសពីនោះ Luffy បានប្រើគេទី2 Stupid Foot ទៅដល់យៈ Hyrule តែម្ដាយតែឲ្យក្ដួលគាត់បាន បន្ទាប់មក Luffy បានសែងក្បីព្រៃរបស់គាត់ទៅដែលសារទុកនៅកន្លែងដែលមានសុវត្ថិភាពធ្វើឲ្យក្រុមអ្នកមើលកាន់តែគាំទ្រទឹកចិត្តដល់សារល្អរបស់ Luffy ថែមទៀតមាន Cavendish ទេដែលមានអារម្មណ៍ថាជ្រេញជាមួយ Luffy ខ្លាំងណាស់បន្ទាប់មកស្រាប់តែមានបេក្ខជនម្នាក់ទៀតដែលមើលទៅខ្លាំងមិនធម្មតាទេបានដើរទៅស្ដីឲ្យយៈ Hyrule ដែលនៅដេកស្លាប់ទៅផ្លែគេប្រកួតហើយនៅពេលនោះគាត់បានសុទ្ធយៈ Hyrule ម្ដាយឡងប៉ាញ់ធ្វើគណៈកម្មការមានការភ្ញាក់ផ្អើលរហូតដល់ចង់លៀងក្របនៅគេមកខាងក្រៅក្រៅពីបេក្ខជនអ្នកហ្នឹងនៅមានបេក្ខជនខ្លាំងៗជាច្រើនអ្នកទៀតនៅក្នុង Block C ហ្នឹងដែលគេច្រើនសសឹមតែជាបេក្ខជនរីរងតែប៉ុណ្ណោះពេលនេះយើងកាត់ទៅមើលគូប្រកួតចុងក្រោយនៅក្នុង Block C តែម្ដងទៅគឺរវាង Luffy ហើយនិងល្អអ៊ំឈាមចៅតែពិតជាចៅមានគំនុំជាមួយនឹង Garp ទេតែគាត់គុំដល់ Luffy ដែលជាកែរបស់ Garp ទៀតព្រោះចុះបើគុំតាខ្ញុំមិនត្បៃតាខ្ញុំទៅដល់ពេលនិយាយគ្នាស្ដាប់លែងបាន Luffy ក៏យក from វាយប៉ុន្តែបើនិយាយទៅពួកគេជាមិនរួចពីវាយគ្នាទេដោយសារតែ Luffy ត្រូវការយក flame fruit ឲ្យបានការប៉ាតគិគ្នាមុននឹងជៀនចៅហើយនឹង Luffy បានប្រើខំកដេហាគីជៀនចៅប៉ុន្មានតែគាត់ចាស់មែនប៉ុន្តែកម្លាំងគាត់នៅតែខ្លាំងដដែលហើយបើនិយាយពីតម្លៃខ្លួនគាត់គឺ500លានច្រើនជាង Luffy ទៀតប៉ុន្តែមិនដឹងអ្មេចទេវាយគ្នាសោកជៀនចៅស្រាប់តែយំធោដោយកូនក្មេងអញ្ចឹងគាត់បន្ទោតារបស់ Luffy ដែលធ្វើគាត់បាត់បង់កំណត់នឹងអ្វីៗគ្រប់យ៉ាងហើយបន្ទាប់ពីនិយាយគ្នាបាត់ពីអាម៉ាត់គាត់ក៏តាមវាយ Luffy បន្តទៀតYou madam, stay back. ការបាយនៅលើនោះ Luffy មានឱកាសកាប់ឈានចៅបោកដំក្បាលជាប់ទៅនឹងដីប៉ុន្តែដោយយើងស្លាប់នៅម្ដងហើយចំណុចខ្លារបស់ឈានចៅគឺស្ថិតនៅលើក្បាលរបស់គាត់នឹងឯងគាត់បានប្រើក្បាច់ពិសេសម្យ៉ាងទីដើមក្បាលទៅដីហើយបង្វិលខ្លួនដោយ Beyblade អញ្ចឹងហើយនៅពេលហ្នឹង Luffy បានសាកត្រាកណ្ដាប់ដៃរយប៉ុនរបស់គាត់វាយទៅដែរតែដូចជាវាយមិនយល់សោះកាត់ទៅមើលឡនៅកោះ Green Beach មួយផ្លែតែសារតែឋានៈរបស់ឡនៅពេលនេះគឺជាកោសមុទ្រ Emerald Fujitora ត្រូវតែកាប់ខ្លួនរបស់គាត់ដល់ពេលនោះ Fujitora នៅតែបន្តប្រើឯកកាយវាយប្រហារទៅលើឡតែឡនៅតែអាចទប់លួចដដែលហើយដោយសារតែឡមិនប្រយ័ត្ន Do Flamingo បានប្រើក្រកខ្សែបាញ់ប្រហារទៅលើគាត់បណ្ដាឲ្យរបួសស្រាលបន្ទាប់មកដោយសារតែមើលទៅមិនអាចទប់ទល់រួចឡក៏រត់គេចចូលទៅក្នុងព្រៃហើយ Do Flamingo មិនឲ្យឡគេចតណារួចទេក៏ហោះដេញតាមចំណែក Fujitora ក៏បានដឹកនាំកងបរិនដើរតាមពីក្រោយពួកគេផងដែរនៅពេលនោះ Do Flamingo បានដេញតាមវាយប្រហារឡយ៉ាងបកទៀតហើយ Do Flamingo ក៏មើលដឹងដែរថាឡក៏បូនតែវាយបញ្ជាពេលក្នុងពេលជាមួយគ្នា Fujitora ក៏ដេញកាប់ឡផងដែរហើយមកតែពេលនេះឡមិនអាចកិច្ចណារួចទេកុំបីបាយរបស់ Fujitora មួយបានធ្វើរង្គើដល់កន្លែងរស់នៅរបស់ Clan Tontatta ហើយ Usopp នៅតែកុហកគេថាអានោះមកពីគាត់ត្រាហាត់ខីពេលនោះ Usopp ឆ្លៀសសួរ Leo ថា Clan Tontatta មានគំនុំអីជាមួយនឹង Do Flamingo ហើយគ្លីគ្វារបស់ Leo បានឆ្លើយជំនួយថាមកពី Do Flamingo បានចាប់ជាជន Tontatta ចំនួនជាង500នាក់ទៅធ្វើជាទេសកលនៅរោងចក្ររបស់គាត់ក្នុងចំណោមនោះក៏មានម្នាក់ម្ចាស់របស់ពួកគេម្នាក់ឈ្មោះ Mancheri ផងដែរ
ដល់ពេលនេះដោយសារតែអានថាមាន Ubisoft ពួកគេក៏សម្រេចចិត្តគីដំណើរត្រង់ចាក់ដើម្បីរំដោះគ្នារបស់ពួកគេមកវិញដើម្បីធ្វើដំណើរពីកោះ Green Beach ទៅកាន់ Cordilleras ដែរពួកគេមានផ្លូវសម្ងាត់ក្រោមដីមួយប៉ុន្តែបន្ទាប់ពួកគេថាតែមានពលានយន្តហោះក្រោមដីដែលអាចធ្វើដំណើរទៅកាន់ទីនោះបានលឿនថែមទៀតយន្តហោះរបស់ពួកគេមិនមែនជាយន្តហោះដែលមានម៉ាស៊ីនដូចយើងជិះរត់ហើយនឹងទេវាគឺជាវ៉ូសាល្អិតដែលចែកជាងជាពីរក្រុមពណ៌ផ្កាឈូកដឹកនាំដោយកាប់តានឈ្មោះ Bayan ចំណែកក្រុមពណ៌លឿងដឹកនាំដោយកាប់តានឈ្មោះ Kabu សម្រាប់ Ubisoft ហើយនៅ Robin មានយានជំនិះប្រភេទ VIP ដែលជាខ្សែបញ្ជារងពណ៌ខៀវទីឆ្ងាយជាជួយហើយថាមិនได้បន្តមកពេលធ្វើដំណើរតាមផ្លូវ Ubisoft ធាក់ព្រឺពេលឃើញស្ដេចរបស់ថនថាឈ្មោះ Gancho បានធ្វើដំណើរមកជាមួយពួកគេផងដែរ Gancho នៅខូចណាស់អត់ជីយន្តហោះទេសពចិត្តជីលើ Robin កាត់ទៅមើល Frank ហើយនៅតែហ៊ានជាងមួយពេលនេះពួកគេកំពុងតែធ្វើដំណើរទៅកាន់កន្លែងមួយនៅតាមផ្លូវពួកគេបានឃើញតកតារបស់ក្មេងលេងដែលភាសាអង់គ្លេសគេហៅថា Toy រស់នៅជាមួយមនុស្សដែលជាធម្មតាដែរហើយនៅពេលនោះពួកគេបានឃើញ Toy មួយគ្រឿងបានសែលោឡានិយាយថាគាត់គឺជាសង្សាររបស់នារីម្នាក់ប៉ុន្តែមើលទៅនារីម្នាក់នោះអត់ចាំគាត់ទេពេលដើរទៅមកបន្តិចទៀតតែហ៊ានជាមួយបានទៅហៅ Toy មួយគ្រឿងដែលមានរូបរាងជាសត្វឆ្កែមកនិយាយជាមួយ Frank ពេលនោះឆ្កែនោះបានប្រាប់ថានារីម្នាក់ហើយនឹងកូនក្មេងម្នាក់នោះគឺជាប្រពន្ធកូនគាត់កាលពីគាត់នៅជាមនុស្សប៉ុន្តែនៅពេលដែលហ៊ានជាមួយទៅសួរម្ដាយ កូនពីរនាក់នឹងវិញពួកគេចាំថាប្តីហើយនៅប៉ារបស់ក្មេងគឺជានរណាទេបន្តមកទៀតទៅហ៊ានជាមួយបញ្យល់ប្រាប់ថាថយទាំងអស់ដែលពួកគេបានឃើញនៅក្នុងទីក្រុងហ្នឹងពីមុនសិតតែជាមនុស្សពួកគេត្រូវបានគេធ្វើឲ្យខ្លាចទៅជាថយដោយកូនកែរបស់ដូ Flamingo ម្នាក់ដែលមានឈ្មោះថា Sugar ហើយក្រោយពេលនរណាម្នាក់ត្រូវបាននាងធ្វើឲ្យខ្លាចទៅជាថយយានមិនរបស់ថយម្នាក់នោះអត់ចង់ចាំគាត់ទេចំណែកថយនោះក៏ត្រូវបាននាងលោកកាយចង់ចាប់ថយដែរលើកលែងតែនាងភ្លេចនៃករណីទានជាមួយអញ្ចឹងបន្តមក Frankie ហើយនឹងទានជាមួយបានដើរទៅដល់ចំការផ្កាឈូករ៉ូឌីអនធំមួយនៅពីក្រោមចំការនោះមានទីស្នាក់ការសម្ងាត់របស់កូនបបៃដវត្តពីខាងជាមួយនឹង No Flamingo ហើយចៃដាសូរ៉ូក៏នៅទីនោះផងដែរដែលពេលនេះគាត់កំពុងតែគូមួយការប្រកួតរបស់ Luffy នៅក្នុងទូរទស្សន៍ការទៅមើលការប្រកួតយ៉ាងស្វិតស្វាយរវាង Luffy ហើយនៅ Shin Chao វិញនៅពេលនេះមើលតដឹងថានរណាមានព្រឹជានរណាទេគឺស្មារតីគ្នាជ្រាបកាយបន្ទាប់ពីបែកគ្នាមកហត់ហើយពួកគេក៏ចង់និយាយគ្នាមកផ្លែពេលនោះ Luffy បាននិយាយទៅសាយឈិនចៅថាគាត់ខ្លាំងប៉ុន្តែឈិនចៅបែរជាយល់ថា Luffy ចំអកឲ្យគាត់ទៅវិញឈិនចៅប្រាប់ Luffy ថាកាលពី30ឆ្នាំមុនគាត់ខ្លាំងជាងនឹងឆ្ងាយណាស់កាលពីមុនក្បាលគាត់មានរឿងស្រួយហើយគាត់ប្រើវាសម្រាប់បាយយកកំណត់របស់គាត់ដែលលាក់នៅក្រោមទឹកកកក្រៅពីក្បាលរបស់គាត់គ្មាននរណាអាចបាយយកកំណត់នោះបានទេក្រោយមកមានម្លើកនោះគាត់បានជួបប្រយុទ្ធគ្នាជាមួយកាបគឺកាបនៅហើយដែលបានបាយក្បាលរបស់គាត់ធ្វើឲ្យក្បាលរបស់គាត់ប្រូពីស្វីតទៅជាទាដោយសប្តាហ៍ថ្ងៃហើយចាប់ពីពេលនោះមកគាត់មិនអាចបាយយកកំណត់របស់គាត់បានឡើយប៉ុន្តែបំណងអាជីពជាចៅសមុទ្ររបស់គាត់ក៏ត្រូវបាននឹងចាប់ផងដែរមូលហេតុនៅហើយទៅគាត់គុំជាមួយនឹងកាបតកូនតចៅនៅពេលនោះ Luffy បានបកកាយថារឿងនេះអត់មានតាក់ទងអីជាមួយគាត់ទេហើយឈៀងចៅក៏មិនសប្ចិត្តដែរក៏ប្រើក្បាច់ Beyblade ដេញវាយ Luffy បន្តទៀតនៅពេលនោះដើម្បីទៅផ្ទាល់ Luffy បានមកលូនដៃទៅរុំចាប់ឈៀងចៅហើយមកវល់បច្រាមមកវិញធ្វើឲ្យគាត់បែកកលិញទីងបន្ទាប់ពីនោះ Luffy ក៏មានឱកាសសោកឈៀងចៅមកកណ្ដាលដៃហុក rifle របស់គាត់ចំមកដំហឹងមិនដែរឲ្យគាត់ផ្ងាប្រេគឺអញ្ចឹងម្នាក់នាំនៅគិតថា Luffy ប្រហែលជាឈ្នះហើយប៉ុន្តែនៅឡើយទេឈៀងចៅឯងងើបឡើងមកវិញដោយធម្មតាហើយនិយាយចំអកឲ្យ Luffy ថាចៅសមុទ្រចំណន់ Luffy នោះអន់ជាងចៅសមុទ្រចំនួនគាត់ឆ្ងាយណាស់សម្ដីមើលយីនឹងបានធ្វើ Luffy ខលហើយលោតទៅខាងលើត្រៀងកណ្ដាលដៃយាយទី3បូកជាមួយនៅ Haki ដើម្បីបដាយចាស់ចំនួនមុនជាងម្ដងចំណែកឈៀងចៅក៏អត់និយាយជាមួយនឹងក្មេងឯខ្មៅដែរពេលនោះគាត់បានប្រមូលអាមវិញ Haki ទៅដាក់នៅលើក្បាលរួចប្រើ Spur លើសម្ដែទៅជន់ Luffy ចោ Sweetកែដានណាកណ្ដាប់ដៃរបស់ Luffy នៅពេលនោះបានបដូរទម្រង់ក្បាលរបស់ឈៀនចៅពីទៀតទៅស្រួយពេញហើយនៅពេលដែលឈៀនចៅថ្លែកចុះមកខាងក្រោមវិញក្បាលរបស់គាត់បានចូលទីលានប្រកួតដៃជា2បណ្ដាលឲ្យគាត់ធ្លាក់ទឹកនៅទីបំផុតគណៈកម្មការបានប្រកាសថាអ្នកដែលបានឈ្នះការប្រកួតនៅក្នុង Block C គឺ Luffy សម្រាប់រឿងនេះប៉ុណ្ណាខ្ញុំសូមស្លាយត្រឹមប៉ុណ្ណេះសិនសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនារឿងនេះជាមួយខ្ញុំជាលើកข่าวការនេះខ្ញុំសូមអរគុណដល់បងអូនហៅរដ្ឋាបងអូនតាំងមីហៀងនិងបងអូនរួមយ៉ាព្រមទាំង fan ជាច្រើនអ្នកទៀតដែលបានផ្ដល់ជាថវិកាដល់ខ្ញុំហើយក៏សូមអរគុណផងដែរសម្រាប់អ្នកដែលបានជួយ like ជួយ comment បេដូម្នាក់មួយនិងជួយ subscribe សូមជូនពរអ្នកទាំងអស់គ្នានិងក្រុមគ្រួសារឲ្យមានសុខភាពល្អនិងទ្រព្យសម្បត្តិសម្បូរហូរហៀ